សួរខ្ញុំឈ្មោះវឿនសវណ្ណិតខ្ញុំរៀននៅថ្នាក់ទី12នៅសាលាអង្គការវិទ្យាជាពលរដ្ឋទីកន្លែងកំណើតរបស់ខ្ញុំនៅភូមិតរីកដាភូមិព្រែកពោស្រុកសីសង្ខខេត្តកំពង់ចាមខ្ញុំមានបងប្អូន2នាក់ហើយខ្ញុំជាកូនទី2ហើយបងប្រុសរបស់ខ្ញុំគាត់បានឈប់រៀននៅថ្នាក់ទី10ពីព្រោះគ្រួសារគាត់អត់មានលទ្ធភាពឲ្យរៀនតខ្ញុំស្គាល់សាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋតាមរយៈអ្នកជិតខាងគាត់បានណែនាំឲ្យចូលរៀននៅទីនេះពីព្រោះសាលាបានឲ្យសិស្សានុសិស្សទាំងអស់រៀនពីប្រកបល្ងាចហើយមានរៀនភាសាអង់គ្លេសនិងបច្ចេកវិទ្យាកុំព្យូទ័រផ្សេងៗខ្ញុំចូលរៀននៅទីនេះនៅថ្នាក់ទី7ហើយឥឡូវខ្ញុំរៀនថ្នាក់ទី12នៅសាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋខ្ញុំទទួលបានសមិទ្ធផលជាច្រើនដូចជាទទួលបានចំណេះដឹងជាច្រើនហើយបានរៀននៅបច្ចេកវិទ្យាកុំព្យូទ័រនិងឯកទេសផ្សេងៗហើយខ្ញុំបានចូលរួមនៅការរៀបចំកម្មវិធីដូចជាកម្មវិធី debate កម្មវិធី speaking ភាសាអង់គ្លេសហើយខ្ញុំក៏បានចូលរួមធ្វើជាក្រុមប្រឹក្សាសិស្សនៅសាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកស្រីនួនភីមានដែលជាស្ថាបនិកនៅសាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋដែលបង្កើតសាលានេះឲ្យសិស្សនិស្សិតទាំងអស់បានរៀននៅទីនេះហើយអរគុណទៅដល់ម្ចាស់ sponsor ផ្សេងៗដែលបានឧបត្ថម្ភជាសម្ភារៈសិក្សាអវិការផ្សេងៗមកកាន់សាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋ